ta hay ở vậy khai mình vớ rồi bóng vót trong vinh prom đàn rồi bóng vót rồi bóng vót trong vinh prom đàn ta ca thưa rồi bóng vót trong vinh prom đàn trong này lôiประมาณ pon liền តាមព្រំដែន800 km យើងឃើញសៀមថៃធ្វើរបងតាមព្រំដែនបានប្រមាណ km ចៅគឺបានជាង1 km ក្រោម2 km ព្រំដែនមានបណ្ដោយ800 km តើសៀមមានលទ្ធភាពធ្វើព្រំដែនប្រវែង800 km ទេចម្លើយឆ្លើយថាសៀមគ្មានលទ្ធភាពធ្វើព្រំដែនបណ្ដោយធ្វើរបងព្រំដែនបណ្ដោយ800 km ទេនឹងទី1ទី2បើសៀមណាបើសៀមពាត់បន្លាលោះបើសៀមពាត់បន្លាលោះផងណាបើសៀមពាត់បន្លាលោះផងហើយធ្វើរបងព្រំដែនផងតើសៀមអាចធ្វើការពាត់បន្លាលោះនិងរបងព្រំដែនបាន800 km ទេចម្លើយថាអត់ទេចុះហេតុដូចម្ដេចបានជាសៀមដាក់បន្លាលោះដាក់ container និងធ្វើរបងព្រំដែនសៀមធ្វើការដាក់ container ធ្វើរបងព្រំដែនដាក់លោះបន្លានៅលើដីដែលវាចូលកាន់កាប់ថ្មីរំលោភឆ្លៀនពៀនមកលើប្រទេសកម្ពុជាយើងចុះដល់វាដាក់ container រាយលោះបន្លាហើយធ្វើរបងព្រំដែនតើរបងព្រំដែនលោះបន្លានិង container ហ្នឹងវាអាចអត់ថេបានយូរប៉ុណ្ណាចម្លើយថាអត់ថេមិនយូរទេយោងតាមប្រវត្តិសាស្ត្រតាំងពីឆ្នាំ1907មកដល់តាំងពី1907មកដល់បច្ចុប្បន្ននេះអ្វីដែលសៀមបានរើរុះទឹកដីជាប់ព្រំដែនតែងជួបប្រទះនឹងការប្រែប្រួលខ្ញុំមិនប្រើពាក្យថាបរាជ័យទេក៏ប៉ុន្តែពី1907មកសៀមវារំលោភយកដីខ្មែរដល់ឆ្នាំ46វាត្រូវខ្ជាក់ដីនឹងមកវិញឆ្នាំ59សៀមរំលោភដីខ្មែរត្រង់ព្រះវិហារវាក៏ត្រូវខ្ជាក់ព្រះវិហារមកវិញអញ្ចឹងសំណួរសួរថាការដាក់ container រាយលោះបន្លានិងសង់របងព្រំដែនតើអាចអចិន្ត្រៃយ៍ជោគជ័យរហូតចំពោះសៀមឬសំណួរសួរដដែលថាតើការដាក់រាយធុង container ការរាយលោះបន្លានិងការធ្វើរបងឯកតោភាគីតាមព្រំដែនចំណុចមួយចំនួនរបស់ថៃសៀមអាចស្ថិតនៅអចិន្ត្រៃយ៍ហើយធ្វើឲ្យសៀមវាឈ្នះរហូតឬយោងតាមប្រវត្តិសាស្ត្រដែលរាប់ពី1907មកទល់សប្តាហ៍ថ្ងៃឃើញថាអត់បានជោគជ័យទេអញ្ចឹងខ្មែរត្រូវតែខិតខំតវ៉ាប្រើច្បាប់ការទូតប្រើច្បាប់អន្តរជាតិប្រើគ្រប់មធ្យោបាយពីព្រោះអ្វីដែលថៃសៀមធ្វើបើក្រឡេកមើលប្រវត្តិសាស្ត្រពី1907មកទល់សប្តាហ៍ថ្ងៃឃើញថាវាខិតខំណាស់ក៏ប៉ុន្តែក៏វាបរាជ័យដែរវាខិតខំណាស់ក៏វាបរាជ័យដែរដូច្នេះហើយយើងត្រូវតែខិតខំការពារបូរណភាពទឹកដីអធិបតេយ្យភាពរបស់យើងព្រំដែនបណ្ដោយ800 km នៅពេលដែលចៅចង់និយាយថាធ្វើរបងចៅមានរបងផ្ទះរបស់ចៅត្រឹមត្រូវហើយនៅពេលដែលចៅធ្វើរបងអស់ប្រមាណពាន់ចុះប្រទេសមួយធ្វើរបងតើថៃអាចមានលទ្ធភាពថវិកាធ្វើរបងព្រំដែន800 km ទេចម្លើយថាទេចុះថៃអាចដាក់រាយលោះបន្លា3ជាន់លាយជាមួយរបងនិង container បណ្ដោយ800 km ទេចម្លើយថាទេអត់ធ្វើបានទេមានលុយណាធ្វើបន្ទាប់មកទៀតការលំបាកក្នុងការរាយលោះបន្លាការដាក់ container និងការសង់របងបេតុងតំបន់ខ្លះតាមព្រំដែនធ្វើមិនបានទេពីព្រោះភូមិសាស្ត្រទឹកដីវាខុសគ្នាហាក់លីហួរអរគុណហើយដែលហៅតាងោលមកពីតាងោលនឹងហើយបាត់តាចេះជាងម៉ែឪនឹងជីដូនជីតាឯងទៀតហើយជួយបដៅចៅណាហាក់លីហួរណាតាំងពីដូនតាឯងដែលចុះពីស្រុកចិនមកហ្នឹងតាចេះជាងបានជាងោលហ្នឹងអូខេតែហេតុតែធ្វើមិនបានហ្នឹងទី1គឺភូមិសាស្ត្រទឹកដី
ទី2ថាវិការច្រើនណាស់កិច្ចការច្រើនណាស់ដើម្បីនឹងរៀប container រាយលក់បន្លា3កងហើយនឹងធ្វើរបងបេតុងដូចយើងឃើញគឺធ្វើអត់បានទេចំណាយពេល50-60ឆ្នាំទៅមុខទៀតបើវាចង់ធ្វើទៅធ្វើបានដូច្នេះថៃវាធ្វើនឹងដើម្បីអីវាធ្វើដើម្បីសំញែងនិងបង្ករឿងឈ្លានពានមកលើកម្ពុជាដែលខ្មែរយើងត្រូវតែខំប្រឹងប្រែងតបចុះពួក$23ឯឆ្កាច់តែបែកឆ្កោកវាមានដំណោះស្រាយទេអត់ទេវាកំពុងភូតបោករកស្រោមសម្បត្តិណាអាហ្នឹងអញ្ចឹងទេហ្នឹងអញ្ចឹងទេណាកូនណាចៅណាសំណួរសុទ្ធតែហេតុដោយមិនដាច់បានខ្មែរមិនធ្វើរបងខ្មែរអត់ចាំបាច់ធ្វើរបងឥឡូវទេខ្មែរត្រូវតវ៉ាទាមទារពីអំពើឈ្លានពានរបស់ថៃសៀមទៅលើទឹកដីតាមព្រំដែនដរាបណារាជការនៅតែចាញ់សេចក្តីថ្លែងតវ៉ាមិនចេះចប់សៀមមានផ្លូវតែមួយទេគឺផ្ទុះអាវុធហើយបើផ្ទុះអាវុធមានច្រកតែពីរទេបើខ្មែរវាយចាញ់សៀមខ្មែរបន្តរកលើករឿងសៀមឈ្លានពាននេះទៅអន្តរជាតិទៀតខ្មែរបន្តកសាងសំណុំរឿងទៅតុលាការអន្តរជាតិខ្មែរបន្តកសាងសំណុំរឿងពង្រីកផ្សព្វផ្សាយអំពីអំពើឈ្លានពានរបស់សៀមទៅអន្តរជាតិខ្មែរបន្តតវ៉ាទៅមុខទោះត្រូវការប្រហែលឆ្នាំក៏ដោយសួស្តី New York City ហ្នឹងចឹងហើយពួកទៅអាច$23កុលស័យឯឆ្កាច់កណ្ដាញ់ឈ្នួយទៅបែកឆ្កោកបើឯងដោះស្រាយចាញ់មកកុំសំងំចោតប្រកាន់អីកុំសំងំបើពូតយកស្រោមសម្បត្តិអីឯងចាញ់មុខមកដោះស្រាយមើលជំហានទី1តើពួកទៅអាចឯងអស់ហ្នឹងមានយោបល់ទេធ្វើ show ដូចតាចេមសុកចឹងពន្យល់មួយច្បាស់មកសំកុលស័យចាញ់និយាយច្បាស់មកផ្សាយតាមប្រព័ន្ធខ្លួនមកមិនបាច់ឲ្យឈុំសរៃសុខុមឬក៏រាជនីជេណាឬក៏អាហើមសេងរតនាចាញ់មកទេពីព្រោះ3នាក់ហ្នឹងអត់មានសមត្ថភាពការពារ$23ឯឆ្កាច់តបែកឆ្កោកឯងទេចំណែកឯវាគ្មិនពាក់ក្បាត់កឬមិនពាក់ក្បាត់កក៏អត់អាចការពារ$23ឯឆ្កាច់ឯងដែរចំណែកឯវាគ្មិនដែលល្បីពីដើមនៅអាស៊ីសេរីឲ្យគាត់ចាញ់មុខនិយាយរឿងព្រំដែនឲ្យច្បាស់លាស់មកតើគាត់ចេះទេតួឯងបើតួឯងមិនចេះទេឲ្យអកុលស័យចាញ់មកដើម្បីថាអកុលស័យចាញ់មកឲ្យបរិវារដតីទៀតចាញ់មកតើចេះរឿងព្រំដែននឹងច្បាស់លាស់ទេអូខេឥឡូវឆ្លើយទៅចៅរឿងធ្វើរបងហ្នឹងហើយណារឿងធ្វើរបងហ្នឹងសៀមវាគាត់តែធ្វើដើម្បីគៀបសង្កត់យើងវាធ្វើដើម្បីលើកតម្កើងចលនាជាតិនិយមវាតែវាអត់អាចធ្វើបានរបងតាមព្រំដែន800គីឡូទេចៅហើយបើវាដាក់រាយបន្លាលួស3រង្វង់ណាក៏វារាយអត់បានដែរចៅពីព្រោះភូមិសាស្ត្រវាលំបាកណាហើយបើវាដាក់ container ក៏ដាក់អត់បានដែរចៅវាដាក់បានតែច្រកមួយទេវាដាក់អត់បានទេតំបន់ខ្លះណាវាជាព្រៃភ្នំក្រំថ្មដែលមិនទាន់បានដោះមីនអស់ទេបើវាហ៊ានតែទៅវាក៏ត្រូវចំណាយពេលរាប់ខែដើម្បីដោះមីនជាពិសេសមីនចាស់នៅច្រើនណាស់បើថៃសៀមវាចង់ដាច់ជើងវាចំណាយពេលដោះមីនទៅហើយការដោះមីនមិនមែនដូចបកចេកទេត្រូវការលុយរាប់រយលានដើម្បីដោះមីនមូលហេតុដែលខាងកម្ពុជាខាងខ្មែរយើងហើយខាងសៀមនឹងវាអត់ទាន់ដោះមីនអស់តាមព្រំដែនពីព្រោះវាអស់លុយច្រើនអង្គភាព T-Mac ក៏ដូចជាអង្គភាព C-Mac គឺអត់មានថវិកាគ្រប់នឹងដោះមីនទេរីឯបណ្ដុំបង្គោលព្រំដែនខ្ទង់ខ្សែហើយនឹងបណ្ដុំបង្គោលព្រំដែនខ្ទង់5ដែលគេធ្វើការជាមួយគ្នា JBC សៀមនិង JBC ខ្មែរធ្វើការជាមួយគ្នាគឺជាតំបន់ខ្សែព្រំដែនត្រង់ជាតំបន់ខ្សែព្រំដែនត្រង់ហើយជាតំបន់វាលរៀបដែល JBC សៀម JBC ខ្មែរអាចធ្វើការបាននៅក្នុងបណ្ដុំបង្គោលទី50និងនៅក្នុងបណ្ដុំបង្គោលទី40រីឯនៅក្នុងតំបន់ថ្មិញរណាដែលយកតាមខ្សែទឹកមិនមានតំបន់ខ្លះអាចចូលទៅដល់តំបន់ខ្លះមិនទាន់ដោះមីនរួចទេណានឹងមួយរីឯជួរភ្នំដងរែក
ដែលយកតំបន់ខ្សែទឹកបូកនឹងចំណុចជាកម្ពស់ខ្ពស់ដើម្បីកាត់យកពាក់កណ្ដាលម្នាក់នៃខ្សែព្រំដែនតំបន់ជួរភ្នំដងរែកមួយចំនួនសិតតែមានអត់ទាន់អាចទម្លាក់កងវាស់ស្ទង់សំបីតែទម្លាក់កងវាស់ស្ទង់កងការងារទៅក៏យ៉ាប់ដែរតំបន់ខ្លះត្រូវការឧទ្ធម្ភារៈតើគេអាចនឹងរាយលួសបន្លាបានទេអត់បានទេចុះដាក់ container ដាក់អត់បានទេព្រោះផ្លូវទោះបីសៀមខ្ពស់ជាងខ្មែរក៏ដឹកមកមិនកើតដែរចុះក្រុមការងារទៅសាងសង់ជញ្ជាំងស៊ីម៉ង់បេតុងបានទេបណ្ដោយព្រំដែនដែលមានបង្គោល7374មានប្រវែង800គីឡូម៉ែត្រតំបន់ដែលអាចវាស់ស្ទង់ជាមួយគ្នាបានគឺតំបន់វាលរៀបហើយសម្អាតមីននៅក្នុងជួរនៃបង្គោលទី50និងទី40តើពួកអបាយឆ្កោកឯឆ្កាច់$23ដែលលើកមកនិយាយដូចកងសក់ទេតើតួឯកអតីតតួឯកអាស៊ីសេរីដែលបកកែវោហាមានចំណេះដឹងនឹងលើករឿងហ្នឹងមកនិយាយទេតើអ្នកនាំពាក្យ$23ឯឆ្កាច់មានសមត្ថភាពនិយាយទេតើបងអូនសួងស៊ីគឿនក្មួយអ៊ុំសំអានម៉ៃណាតបងម៉ៃណាតតើ3អ្នកហ្នឹងមានសមត្ថភាពនិយាយរឿងហ្នឹងទេខ្ញុំមិនមែនបង្អាប់ទេមានទេតើបងមុំសុខហៅក៏បងក៏ស្រីតើគាត់មានសមត្ថភាពនិយាយរឿងហ្នឹងទេតើអាសំគុលស័យប្របែថោកបោកស្រោមសម្បត្តិសំគុលស័យប្របែថោកបោកស្រោមសម្បត្តិមានសមត្ថភាពនិយាយរឿងហ្នឹងទេអត់ទេមកពីអត់នឹងហើយបានមានតែកងសក់និយាយមានតែកងសក់និយាយឲ្យហ៊ាននិយាយដឹងជាប់គុកអូខេពួកហ្នឹងវានៅណាពួកហ្នឹងនៅក្រៅស្រុកវាមានតែជាប់គុកអីណាឥឡូវចៅឯងមិនហ៊ាននិយាយផ្ញើឲ្យតានិយាយចៅអត់វិច័យឯងមិនដឹងផងវិច័យឯងស្គាល់តែជើងមុងហើយជើងក្រែទេចៅឯងមានស្គាល់ព្រំដែនទេណាតើតែចៅឯងទៅសួរអាឆែបមកក្តីបាទអាឆែបមកក្តីវាថាមើលទៅយើងចង់ដីគេណាអាហ្នឹងអញ្ចឹងវាមានតែកងសក់គាត់និយាយវាមានតែកងសក់អាហ្វុងពួក$23ឯឆ្កាច់នៅក្រៅស្រុកមិនក៏មិននិយាយបងមុំសុខហួរអត់ដែលទៅចិត្តទេរឿងព្រំដែនព្រោះអត់ចេះចំណែកបបេថោកសំដើមអាស័យណាគឺចាប់អារម្មណ៍តែស្រោមសម្បត្តិទេហើយចំណែកយាយម៉ែមើលប្រពន្ធគាត់រឿងអញ្ចឹងគាត់អត់ត្រូវការទេគាត់ត្រូវការស្រោមសម្បត្តិអញ្ចឹងវាមានតែកងសក់ទេនិយាយហើយចំណែកអ្នកជាតិនិយមអ្នកស្នេហាជាតិដទៃទៀតគាត់ត្រូវការសេចក្តីសុខខ្លួនគាត់អត់និយាយទេគាត់មានពេលគាត់លួចរិះគន់កងសក់ឥឡូវចូលហ៊ុនសែនណាកងសក់ឥឡូវដូរហើយកងសក់ឥឡូវបែកក្បាលហើយកងសក់ឥឡូវលក់ក្បាលហើយអញ្ចឹងហើយបានជាកងសក់ទៅសេឲ្យស្រេចនៅក្នុង Facebook កុំឲ្យពិបាកណាកងសក់សេថាម៉េចកងសក់សេថាម៉េចកងសក់ទៅសេថាណានៅកងសក់សេថាម៉េចកងសក់សេថាម៉េចកងសក់សេហើយកងសក់សេថ្ងៃមុនហើយណាកុំឲ្យពិបាកកងសក់សួរខ្លួនឯងហើយឆ្លើយខ្លួនឯងកងសក់លក់ក្បាលកងសក់ឆ្លើយថាឲ្យតែត្រូវថ្លៃកងសក់សុំទោសហ៊ុនសែនកងសក់ឆ្លើយថាបាទឈប់រិះគន់ហើយកងសក់ឆ្លើយថាអសិនដឹងថារាជការកំពុងធ្វើការគឺពេញចិត្តហើយកងសក់ចង់ចូលស្រុកបាទចង់ចូលដើម្បីលុយបាទដើម្បីលុយដឹងថាថោកទេថោកគឺល្អពីព្រោះថោកលក់ដាច់កងសក់ឆ្លើយហើយមានអាណាឆ្ងល់ទេបើឆ្ងល់កងសក់ឆ្លើយតទៅទៀតអូខេឆ្លើយតទៅទៀតមានអាណាឆ្ងល់ទេកងសក់សួរខ្លួនឯងឆ្លើយខ្លួនឯងបន្តទៀតកងសក់ឆ្លើយទៀតមិនកងសក់ចង់ទៅស្រុកខ្មែរព្រោះនឹកស្រុកអើងកាលរងចាំពេទ្យឆែកសុខភាពសិនបានទៅធ្វើអីចង់ជម្រាបសួរបងកាយព្រឹកចុះមិនក៏រិះគន់ខ្លាំងដែររិះគន់ស្ថាបនាចុះឥឡូវមកឈប់ព្រោះរាជការធ្វើចុះនៅរឿងកកបគិតរឿងសំខាន់មុនសិនកងសក់កុហកស្ដាច់ចិត្តឯងទេបើនៅចិត្តដកដរវាយក្បាលទៅយល់ហើយឃើញទេគឺច្បាស់អញ្ចឹងកងសក់គាត់និយាយអញ្ចឹងហើយបានមនុស្ស5លាននាក់នៅស្រុកខ្មែរជុំវិញពិភពលោកហ្នឹងចង់ថាអីក៏ដោយកងសក់គាត់ឆ្លើយអញ្ចឹងអូខេ